ជំរាបសួរប្រិមិត្តដែលកំពុងតាមដានផេករបស់អង្គការខ្មែរដើម្បីប្រជាធិបតេយ្យហៅកាត់ថា KDO ប្រចាំនៅប្រទេសអូស្ត្រាលីហើយថ្ងៃនេះគឺជា podcast ភាគទី3ដែលលោកស្រីអ្នកនាងកញ្ញាបានតាមដានកន្លងមកហើយដែលបងប្អូនយើងបានតាមដានពីភាគកន្លងមកហើយថ្ងៃនេះខ្ញុំមានកិត្តិយសមែនទែនក៏សូមជម្រាបសួរបាទលោកពូអិនណាតបាទអញ្ចឹងខ្ញុំសូមហៅកាត់ថាលោកពូណាបាទអត់បញ្ហាបាទអញ្ចឹងបាទពូបានឆ្លងកាត់នៅបទពិសោធន៍ជាច្រើននៅក្នុងជីវិតនយោបាយទាំងក្នុងប្រទេសដែលរហូតដល់ពូបានមកដល់រស់នៅក្នុងប្រទេសអូស្ត្រាលីហើយក៏ជាប្រធានអង្គការសម្ព័ន្ធខ្មែរដើម្បីកិច្ចព្រមព្រៀងក្រុងប៉ារីសដើម្បីកម្ពុជាហើយយើងចេះតែហៅថាអង្គការ$23ណាដែលលោកពូបានធ្វើកិច្ចការងារជួយប្រទេសជាតិយើងជាច្រើនជាមួយនឹងសមាជិកផ្សេងទៀតនៅបណ្ដាប្រទេសផ្សេងទៀតដើម្បីជួយទៅដល់កម្ពុជាអញ្ចឹងមុននឹងឈានទៅដល់ប្រធានបទយើងសំខាន់ខ្ញុំចង់ឲ្យពូមានប្រសាសន៍អំពីសុខទុក្ខហើយនឹងកិច្ចការងារដែលពូបានធ្វើហើយយើងនឹងឈានទៅដល់ទៅជែកគ្នាថាតើកិច្ចព្រមព្រៀងក្រុងប៉ារីសនេះសំខាន់អ្វីខ្លះក្នុងការពារនៅបូរណភាពឬក៏ការពារនៅព្រំដែនកម្ពុជាពីសំណាក់ប្រទេសជិតខាងដែលស្ថានភាពបច្ចុប្បន្នពូដឹងហើយថាវាយ៉ាងម៉េចនៅក្នុងចំនួនរវាងថៃហើយនិងកម្ពុជាហើយនឹងកន្លងមកជាមួយនឹងប្រទេសវៀតណាមជាដើមដែលប្រជាពលរដ្ឋយើងអ្នកនយោបាយយើងបានប៉ះទង្គិចគ្នាជាច្រើនក្នុងប្រវត្តិសាស្ត្រមកហើយអញ្ចឹងចង់ឲ្យពូមានប្រសាសន៍ពីបញ្ហារបស់ពូខ្លួនឯងណាពីរឿងរ៉ាវរបស់ពូតើពូមិនតែសុខទុក្ខហើយកិច្ចការងារក្នុងរយៈពេលបច្ចុប្បន្នហ្នឹងមមាញឹកយ៉ាងណាសូមអញ្ជើញពូបាទបាទអរគុណហើយសូមអរគុណអស់លោកប្រិយមិត្តអ្នកស្ដាប់ដែរបាទដូចក្មួយករណាបានជម្រាបជូនមិញហើយថាខ្ញុំឈ្មោះអេណាតជាប្រធានអង្គការសម្ព័ន្ធខ្មែរដើម្បីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែលយើងនិយមហៅខ្លីថាអង្គការ$23បាទដូចលោកក្មួយបានដឹងហើយថាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះគឺមានសារៈសំខាន់ជាទីបំផុតសម្រាប់ប្រទេសកម្ពុជាជាពិសេសគឺមានតម្លៃជាប្រវត្តិសាស្ត្របាទរាយើងមិនដែលទទួលបានហើយប្រទេសឯទៀតក្នុងពិភពលោកក៏មិនដែលបានទទួលកិច្ចព្រមព្រៀងដែលមានតម្លៃបែបនេះដែរបាទកិច្ចព្រមព្រៀងនេះបើយើងនិយាយចំទៅគឺជាកិច្ចព្រមព្រៀងមួយដែលជួយឲ្យប្រទេសកម្ពុជានឹងរស់ឡើងវិញសារជាថ្មីក្រោយពីសង្គ្រាមបង្ហូរឈាមនិងសោកនាដកម្មនានាយើងឃើញហើយក៏វាតកតងនឹងលទ្ធផលដែលយើងទទួលបានកិច្ចព្រមព្រៀងនេះគឺថាយើងមានការបូជាជីវិតនៃយុទ្ធជនទាំងសងខាងទាំងគ្រប់ភាគីចំនួនទាំងប្រជាជនបាទក៏ច្រើនមែនតើយើងរហូតស្ទើរតែអស់ពាក់កណ្ដាលនៃចំនួនប្រជាជនណាបាទហើយខ្ទមទាំងអស់ទាំងប្រពៃណីទាំងវប្បធម៌ទាំងការគិតរបស់ប្រជាជនខ្មែរត្រូវបានផ្លាស់ប្ដូរដោយសារតែសង្គ្រាមហើយសង្គ្រាមនេះគឺមែនតើបើយើងនិយាយទៅលទ្ធផលនៃកិច្ចព្រមព្រៀងគឺជាឈាមស្រស់សាច់ស្រស់នៃយុទ្ធជនដែលបានបូជានៃប្រជាជនខ្មែរដែលរងគ្រោះដោយសារតែសង្គ្រាមនៅសង្គ្រាមវៀតណាមសង្គ្រាមនៅនឹងបញ្ហានៅឥណ្ឌូចិននិងការផ្លាស់ប្ដូររបបពីសង្គមរាស្ត្រនិយមទៅជារបបសាធារណរដ្ឋនិងទៅជារបបប្រជាធិបតេយ្យរបស់ខ្មែរក្រហមជាដើមណាយើងឃើញការឈឺចាប់របស់ប្រជាជនខ្មែរនឹងត្រូវបានគេមើលឃើញត្រូវបានអន្តរជាតិទាំងសហគមន៍អន្តរជាតិទាំងអាស៊ានមើលឃើញហើយគេនឹងធម្មតាគេមិនចង់ឲ្យបញ្ហានេះវាកកើតរីកដុលធំឡើងអញ្ចឹងទាំងអាស៊ានទាំងប្រទេសក្នុងតំបន់និងសហគមន៍អន្តរជាតិចង់បញ្ចប់សង្គ្រាមនេះអញ្ចឹងហើយបានជាខ្ញុំក៏សូមក្នុងន័យនេះខ្ញុំក៏សូមអរគុណរដ្ឋាភិបាលអូស្ត្រាលីនៅឆ្នាំ89ដែរដែលមានលោក Gareth Evans លោកជាអតីតរដ្ឋមន្ត្រីក្រសួងការបរទេសនិងពាណិជ្ជកម្មរបស់អូស្ត្រាលីដែលគាត់ខំដុតដៃដុតជើងខ្នះខ្នែងមែនទែនដើម្បីជួយ
ជួយនឹងជួយបង្កើតហៅថា peace initiative ការព្រួយផ្ដើមនៃសន្តិភាពសម្រាប់កម្ពុជាគាត់បានសរសេរសភៅមួយដែលគេហៅថា peace proposal ហើយសភៅនេះគឺក៏យើងហៅថាកិច្ចព្រួយផ្ដើមនេះបានសរសេរជាភាសាខ្មែរនិងអង់គ្លេសនិងជាខ្មែរហ្នឹងផ្ញើទៅគណៈបកធ្វើសង្គ្រាមទាំង4របស់ខ្មែរយើងហើយបកធ្វើសង្គ្រាមទាំង4នោះក៏យល់ស្របនឹងការព្រួយផ្ដើមរបស់លោក Gareth Evans អញ្ចឹងកិច្ចចរចាដើម្បីរកសន្តិភាពសម្រាប់ប្រទេសកម្ពុជាក៏ចាប់ផ្ដើមឡើងពេលនោះខ្ញុំចូលរួមមួយចំណែកតូចដែរនៅពេលនោះគឺឆ្នាំ89 90ហ្នឹងគឺយើងមានគ្នា4នាក់បកប្រែដែលកិច្ចព្រួយផ្ដើមរបស់លោកហ្នឹងបាទហើយក្រោយមកកិច្ចព្រមព្រៀងហ្នឹងសំណើហ្នឹងក៏ត្រូវបានយកទៅប្រជុំជាច្រើនលើកនៅចាកាតាក្រៅជីម1ជីម2អីជាដើមនៅប៉ាតាយានៅបេជីងនិងនៅប៉ារីសអីជាដើមបាទរហូតដល់យើងបានកិច្ចព្រមព្រៀងក្រុងប៉ារីសមួយកិច្ចព្រមព្រៀងទីក្រុងប៉ារីសនៅថ្ងៃទី23 ដុល្លារ1991គឺថាត្រូវប្រើពេលយូរស្វាត់ស្វែងមែនទេ89មកដល់91គឺ2ឆ្នាំអរគុណពូជំនាន់នោះតាមខ្ញុំមើលឃើញជាទស្សនវិជ្ជានៃអ្នកជំនាន់ក្រោយខ្ញុំជឿជាក់ថាពូឆ្លងកាត់មុនពូបានមើលឃើញច្បាស់អំពីភាពបែកបាក់ជាតិដែលកាលនោះមួយក្រុមសិតតែមានថាបរទេសនៅពីខាងក្រោយក្រមរដ្ឋកម្ពុជាមានការមើលឃើញថាវៀតណាមគឺនៅពីក្រោយដើម្បីលើកបន្ទុកដើម្បីយកមកវាយប្រហារទៅលើភាគីម្ខាងទៀតដែលមានការចោទប្រកាន់ថាជាក្រុមរបស់ដែលមានចិនទៅកាន់ពីក្រោយហើយមួយក្រុមទៀតមកគឺមានប្រទេសលោកសេរីនៅពីក្រោយអីជាដើមអញ្ចឹងទៅប្រទេសយើងចាក់ស្រេះទៅដោយវិវាទមនោគមវិជ្ជាវិវាទអ្នកនយោបាយហ្នឹងគឺប៉ះទង្គិចគ្នាផ្លូវចិត្តគ្នាខ្លាំងមែនទែនកិច្ចព្រមព្រៀងក្រុងប៉ារីសនេះខ្ញុំថាមិនមែនជារឿងងាយស្រួលទេដែលយើងទម្រាំបានកិច្ចព្រមព្រៀងក្រុងប៉ារីសនេះមកបើយោងប្រសាសន៍របស់លោកពូដោយលោកពូមានជ្រាបស្រាប់ហើយនៅក្នុងមាត្រា29ចំណុចទី1បានចែងយ៉ាងច្បាស់គឺយើងអាចប្តឹងភាគីដែលពាក់ព័ន្ធទៅការរំលោភបំពានហ្នឹងទៅលើអធិបតេយ្យភាពបូរណភាពទឹកដីទៅសហប្រធានរបស់កិច្ចព្រមព្រៀងទីក្រុងប៉ារីសណាតើពូមានទស្សនៈរបៀបម៉េចនៅក្នុងបញ្ហានៃស្ថានភាពបច្ចុប្បន្នពីរឿងព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសថៃនឹងបាទរដ្ឋាភិបាលបច្ចុប្បន្នតែងតែប្រកាសថាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះអស់សុពលភាពរួចហើយបាទប៉ុន្តែសហគមន៍អន្តរជាតិគឺគេមិនគិតអញ្ចឹងទេបាទទោះបីជាខ្លឹមសារនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះត្រូវបានដាក់បញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញនៅឆ្នាំ93រួចហើយមែនក៏ប៉ុន្តែកិច្ចព្រមព្រៀងនេះជាកិច្ចព្រមព្រៀងអន្តរជាតិដែលមិនមានកន្លែងណាមួយចែងថាអស់សុពលភាពទេដូច្នេះនៅតែមានសុពលភាពនៅតែយកមកប្រើការបានចំពោះការដែលយើងមិនប្រើប្រាស់កិច្ចព្រមព្រៀងនេះដើម្បីជាដំណោះស្រាយរឿងបរណភាពដែនដីឬក៏អធិបតេយ្យភាពដែលត្រូវបានទទួលនៅការរំលោភបំពានយ៉ាងកក្លឿនជាពិសេសបច្ចុប្បន្ននេះខ្ញុំយល់ថាទី1ដូចខ្ញុំបានជម្រាបខាងមុនអញ្ចឹងខាងដើមមិញថារដ្ឋាភិបាលបាននិយាយថាកិច្ចព្រមព្រៀងនេះអស់សុពលភាពទី1ទី2ខ្ញុំយល់ថាកិច្ចព្រមព្រៀងនេះវាមិនមែនប៉ះពាល់ត្រឹមតែបរណភាពដែនដីរវាងប្រទេសថៃនោះទេគឺវាប៉ះពាល់ជាមួយនឹងប្រទេសវៀតណាមផងដែរពីព្រោះថាយើងបានដឹងហើយថាប្រទេសវៀតណាមក៏បានរំលោភយកបរណភាពដែនដីយើងផ្នែកខាងកើតនិងកោះជាពិសេសកោះត្រល់នឹងតំបន់មាត់សមុទ្រដែលជាតំបន់ភុកទ្រព្យធនធានធម្មជាតិធនធានសមុទ្រដ៏ច្រើនសន្ធឹកសន្ធាប់បាទកាលណាយកមកប្រើជាមួយខាងលិចវាអាចប៉ះខាងកើតបាទហើយមួយទៀតទៅនឹងមិនបានជាគាត់ត្រូវខ្លាចខាងកើតពីព្រោះយើងមានអធិបតេយ្យភាពយើងមានបូរណភាពទឹកដីយើងត្រូវការពារយើងត្រូវជាសំណួរល្អពីព្រោះថាយើងដឹងហើយគេថារដ្ឋាភិបាលបច្ចុប្បន្ននេះបើយើងនិយាយពីដើមកំណើតពីប្រវត្តិដើមមកគឺថា
គឺត្រូវបានបង្កើតដោយហូជីមីងនៅឆ្នាំ1951ហើយនៅឆ្នាំ79គឺថាយោធាវៀតណាមបានលើកបន្ទប់រដ្ឋាភិបាលមួយដែលធ្វើឲ្យរដ្ឋាភិបាលនេះនៅមានរហូតមកដល់បច្ចុប្បន្នបាទដូច្នេះនេះបើយើងនិយាយឲ្យខ្លីក៏គឺជាការដឹងគុណទៅដល់វៀតណាមដែលបានជួយគណៈបកនេះរស់រាននិងមានអំណាចរហូតដល់បច្ចុប្បន្ននេះហើយយើងដឹងហើយថាប្រជាជនខ្មែរយើងក៏បានដឹងដែរថាយើងមានអ្នកឯកទេសនិងទីប្រឹក្សាវៀតណាមដែលនៅតាមក្រសួងគេហៅថាជំនាញការបាទគេហៅថាជំនាញការអីជាដើមនេះខ្ញុំគ្រាន់តែនិយាយត្រួសៗណាបាទអញ្ចឹងដូច្នេះទី1វាប៉ះពាល់ទាំងសងខាងទាំងខាងកើតនិងខាងលិចទី2គឺថាវាប៉ះពាល់ឬក៏មានការរំលោភទៅដល់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសពីព្រោះនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសយើងឃើញហើយយើងបានប្រកាសជាអឡារឹកថាយើងនឹងមិនអោយរបបបលាយពុយសាសត្រឡប់មកវិញរបបអតីតកាលត្រឡប់មកវិញរបបអតីតកាលដោយការកាប់សម្លាប់អីជាដើមណាអញ្ចឹងគេត្រូវឲ្យរដ្ឋាភិបាលហ្នឹងត្រូវគោរពសិទ្ធិមនុស្សដោយមានចែងនៅក្នុងមាត្រា31ទៅ49អញ្ចឹងដែលចែងដែលនិយាយក្នុងកិច្ចព្រមព្រៀងហ្នឹងគឺក៏មានចែងហើយអញ្ចឹងយើងមើលឃើញថារាល់ថ្ងៃនេះការអនុវត្តមិនបានទៅតាមខ្លឹមសារនៃរដ្ឋធម្មនុញ្ញឬក៏កិច្ចព្រមព្រៀងក្រុងប៉ារីសក្រុងប៉ារីសទេយើងឃើញការរំលោភសិទ្ធិមនុស្សវានៅមានហើយយ៉ាងការធនធ្ងរយ៉ាងខុសខើទៅទៀតការរំលោភទៅលើលទ្ធិប្រជាធិបតេយ្យបាទឥឡូវនេះរដ្ឋាភិបាលត្រូវបានមតិទូទៅចោទថាជារដ្ឋាភិបាលផ្ដាច់ការបាទដោយសារតែការក្រៅអំណាចឬការគ្រួសារនិយមគ្រួសារនិយមក្រាតត្រកូលអីអញ្ចឹងអញ្ចឹងវាអត់ទៅតាមខ្លឹមសារនៃជាធិបតេយ្យលទ្ធិប្រជាធិបតេយ្យអញ្ចឹងបានន័យថាវាមានការរំលោភលទ្ធិប្រជាធិបតេយ្យនេះហើយដែលយើងឃើញថាมันអាចយកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសហ្នឹងយកមកប្រើឡើងវិញទេយើងឃើញដូចជាការចាប់ដាក់ពន្ធនាគារការបណ្ដេញវិទ្យុដែលឯករាជ្យដែលនិយាយការពិតសូម្បីតែអ្នកបង្ហាញមតិពិតអំពីសង្គ្រាមអំពីបញ្ហានៅទោដែនក៏ត្រូវបានគេចោទចាប់គេចាប់បាទទាំងពលរដ្ឋដែរបាទទាំងពលរដ្ឋសាមញ្ញទាំងអីទាំងអស់អញ្ចឹងទាំងអស់នេះគឺវាតាក់ទងទៅនឹងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសហ្នឹងកាលណាយើងអនុវត្តវាអត់បានគឺយើងចាត់ទុកថាវាអត់មានសុពលភាពអីអញ្ចឹងទៅនេះជាយោបល់របស់ខ្ញុំបាទអរគុណច្រើនពូខ្ញុំចង់បញ្ជាក់ដែររឿងដែលថាយើងមើលឃើញអំពីពលរដ្ឋយើងដែលលោកហាក់ដូចសកម្មលោកឈឺចាប់នាំគ្នាទៅចូលរួមការពារព្រំដែនដែលខ្លួនឯងអញ្ចឹងណារួមទាំងក្មេងចាស់ប្រុសស្រីទាំងប្រសង់ទៅទៀតដែលយើងមើលរូបភាពទៅតាមបណ្ដាញសង្គមដែលមួយចំនួនដែលគេព្យាយាមបិទមិនអោយវាធ្លាយចេញប៉ុន្តែនៅតែយើងត្រូវបានទទួលព័ត៌មាននឹងអញ្ចឹងទស្សនៈពូឃើញយ៉ាងម៉េចចំពោះការខិតខំប្រឹងប្រែងរបស់ប្រជាពលរដ្ឋប្រសង់ក្មេងៗអីទៅការពារព្រំដែនបែបហ្នឹងដោយយោធាដោយរដ្ឋាភិបាលហាក់ដូចជាមិនសកម្មនៅក្នុងរឿងនឹងប្រមាណនៅក្នុងការចេញមុខនៅក្នុងការការពារប្រជាពលរដ្ឋនៅក្នុងបញ្ហាព្រំដែនហើយផ្ដែផ្ដោយឲ្យពលរដ្ឋគាត់ទៅការពារព្រំដែនដោយខ្លួនឯងបែបហ្នឹងបាទវាមានមូលហេតុច្រើនប៉ុន្តែខ្ញុំក៏លើកមូលហេតុសំខាន់ខ្លះគេថា1ឬ2ប៉ុណ្ណោះទី1គឺយើងនៅពេលដែលយើងធ្វើតេស្តយើងសាកល្បងកម្លាំងគូប្រយុទ្ធហើយនៅពេលដែលយើងដឹងថាគូប្រយុទ្ធយើងវាមិនមែនជាដៃគូរបស់យើងមិនមែនជាដៃគូរបស់គូប្រយុទ្ធយើងចាប់ផ្ដើមខ្លាចបាទអានឹងមួយទី2ប្រជាជនគាត់រងាគាត់ត្រូវការរដ្ឋាភិបាលការពារតែនៅពេលដែលរដ្ឋាភិបាលមិនការពារគាត់មានតែការពារកម្មភាពខ្លួនឯងបាទពីព្រោះ
វាជាការឈឺចាប់ណាស់ដែលនៅពេលដែលយើងបាត់បង់ផ្ទះសម្បែងយើងបាត់បង់មុខជំនួញយើងបាត់បង់ទឹកដីការបាត់បង់ទឹកដីនេះវាខ្លាំងជាងបាត់បង់ផ្ទះសម្បែងទៀតគាត់មានមនសិការជាតិបាទហើយនៅពេលដែលគាត់យើងឃើញអ្នកដែលការពារអ្នកដែលតស៊ូនោះមិនមែនតែអ្នកដែលបាត់ផ្ទះបាត់ដីទេគឺប្រជាជនសាមញ្ញធម្មតាដែលមានការឈឺចាប់ដោយការរំលោភឈ្លានពានរបស់ថៃនោះនាំគ្នាទៅទាំងក្រុមដើម្បីទៅជួយបាទដូច្នេះអានេះជាការស្នេហាជាតិដ៏មោះមុតជាមនសិការជាតិរបស់គាត់នៅពេលដែលរដ្ឋាភិបាលត្រូវបានមើលឃើញថាមិនយកចិត្តទុកដាក់ចឹងមានអីគឺប្រជាជនត្រូវតែបញ្ចេញសកម្មភាពខ្លួនឯងបាទក្នុងន័យនេះដែរយើងឃើញហើយថារដ្ឋាភិបាលហាក់ដូចជាយកលេសគោរពបទឈប់បាញ់គ្នានៅស្ងប់ស្ងៀមមិនឆ្លើយតបនឹងការរំលោភឈ្លានពានរបស់ថៃតែការដែលសង្ងំនៅស្ងៀមស្ងប់ស្ងៀមបែបនេះត្រូវបានគេមើលឃើញថារដ្ឋាភិបាលគឺអសមត្ថភាពក្នុងការការពារបរណភាពដែនដីហើយតាមពិតទោះបីយើងគោរពបទឈប់បាញ់គ្នាមែនប៉ុន្តែយើងមានសិទ្ធិការពារបាទយើងមានសិទ្ធិការពារខ្លួនបាទប៉ុន្តែនេះគឺយើងអត់បានការពារទេយើងការពារយើងគិតថាដើម្បីសន្តិភាពគឺយើងសុខចិត្តឲ្យគេរំកិលបាទគេចូលមកដាក់បន្លាលួសគេចូលមកពាត់យកប្រាសាទដែលយើងកាន់កាប់មុនពេលដែលគេមានចំនួនបាទមាននៅពេលក្រោយចំនួនហ្នឹងគឺយើងកាត់កម្មទាំងស្រុងដូចជាប្រាសាទធម្មធំយើងដឹងហើយគឺយើងកាន់កាប់បានទាំងស្រុងបាទភ្នំទ្របគឺយើងកាន់កាប់ទាំងស្រុងដែរបាទប៉ុន្តែក្រោយពេលមានបទជប់បាញ់គ្នាគឺត្រូវបានគេចូលមកយកស្រួលគេចូលទាំងមកចាប់ទាហានខ្មែរ20នាក់យកទៅជាចំណាប់ខ្មាំងនៅស្រុកគេបាទហើយអ្នកដែល2អ្នកដែលគេដោះលែងមកវិញយើងឃើញហើយគេមានយកសពទាហានស្លាប់ម្នាក់យកមកបកលឲ្យយើងហើយ2អ្នកដែលត្រឡប់មកវិញយើងឃើញហើយក្រៅមានពិការភាពមានបញ្ហាផ្លូវចិត្តជាដើមបាទដូច្នេះនេះជាការមួយគួរឲ្យស្ដាយមែនទែនចំពោះខ្ញុំគិតថាពិតជាគួរឲ្យស្ដាយមែនទែនហើយខ្ញុំពិតជាសោកសង្រេងហើយរន្ធត់ណាស់នៅពេលដែលឃើញប្រជាជនបាត់បង់ទឹកដីហើយមានមេដឹកនាំឬមិនមានម៉ែឪទៅជួយការពារបាទអរគុណច្រើនលោកពូបាទខ្ញុំសូមជម្រាបទៅដល់លោកអ្នកនាងដែលកំពុងតាមដាននិងបងប្អូនដែលកំពុងតាមដានទៅលើកម្មវិធី podcast របស់ KDO ភាគទី3នេះនេះជាកិច្ចសន្ទនា podcast រវាងខ្ញុំបាទសង្សានករណាប្រធានអង្គការប្រជាធិបតេយ្យខ្មែរជាមួយលោកពូអិនណាតជាប្រធានសម្ព័ន្ធខ្មែរដើម្បីកិច្ចព្រមព្រៀងក្រុងប៉ារីដើម្បីកម្ពុជាហើយដែលយើងតែងតែហៅថាអង្គការ$23ដែលគេស្គាល់នៅក្នុងប្រទេសអូស្ត្រាលីហើយកិច្ចសន្ទនានៅក្នុងតោះនិយាយរឿងជាតិនេះគឺយើងបាននិយាយទៅដល់កិច្ចព្រមព្រៀងក្រុងប៉ារីស$23ដែលនឹងមកដល់ខាងមុខណាថ្ងៃខាងមុខឥឡូវនេះខែតុលាអញ្ចឹងក៏ចង់ឲ្យលោកពូលើកដែររំលេចដែរថាតើនៅក្នុងអូស្ត្រាលីយើងនឹងមានធ្វើកិច្ចកម្មវិធីយ៉ាងណានៅក្នុងការរំលឹកខួបទៅដល់កិច្ចព្រមព្រៀងក្រុងប៉ារីស$23ហើយក៏សូមជម្រាបទៅដល់លោកអ្នកនាងបងប្អូនអ្នកកំពុងស្ដាប់កម្មវិធី podcast KDO ដែរ KDO នឹងមានកំណើត1ឆ្នាំគឺយើងបានចុះឈ្មោះនៅក្នុងបញ្ជីរបស់រដ្ឋាភិបាលអូស្ត្រាលីគឺយើងធ្វើនៅចំថ្ងៃទី$23ដូចគ្នាដោយសារតែអ្នកដែលជាស្ថាបនិកមានរូបខ្ញុំហើយនិងសមាជិកយើងផ្សេងទៀតយល់ថាថ្ងៃនេះជាថ្ងៃសំខាន់ដោយដែលលោកពូមានប្រសាសន៍អញ្ចឹងគឺជាថ្ងៃដែលត្រូវបានវីរៈបរិះរបស់យើងអិសរាជជននយោបាយរបស់យើងលះបង់សាច់ស្រស់សៀមឈាមស្រស់ដើម្បីស្រោចស្រង់ជាតិដើម្បីមានការស្រុះស្រួលមូលមតិគ្នារកដំណោះស្រាយជូនប្រទេសកម្ពុជាយើងដោយឈរទៅលើការគោលការណ៍គោរពសិទ្ធិមនុស្សហើយនឹងយកលំនាំលទ្ធិប្រជាធិបតេយ្យដោយឲ្យមានការទម្លាក់អាវុធណាចាប់ដៃគ្នាយកមករើសនៅរបបហ្នឹងដើម្បីឲ្យមានការជ្រើសរើសវិញឈប់បាញ់គ្នាឈប់កាប់សម្លាប់គ្នាដោយឲ្យពលរដ្ឋជាអ្នកជ្រើសរើសមេដឹកនាំ
តាមរយៈគោលការណ៍បោះឆ្នោតសេរីត្រឹមត្រូវនិងយុត្តិធម៌ដែលយើងមើលឃើញថាក្រោយពីមានកិច្ចព្រមព្រៀងក្រុងប៉ារីសមកយើងមានការបោះឆ្នោតនៅខែកក្កដាឆ្នាំ1993ដែលរៀបចំដោយអាជ្ញាធរបណ្ដោះអាសន្នអ៊ុនតាក់ដោយលោកពូដែលមានប្រសាសន៍រួចហើយអំពីបញ្ហាព្រំដែនរឿងជាតិរបស់យើងដ៏សំខាន់ហើយយើងឃើញថាស្ថានភាពនេះវាអត់ទាន់មានភាពធូរស្រាលទេយើងមិនដឹងថាទៅមុខយ៉ាងម៉េចព្រោះឃើញភាគីថៃហាក់ដូចជាអត់ចាត់ទុកខ្លួនឯងជាភាគីហត្ថលេខីក្នុងកិច្ចព្រមព្រៀងក្រុងប៉ារីសទេផ្ទុយទៅវិញនៅមានការបោះឆ្នោតពាក់ព័ន្ធទៅនឹងរឿងលុបទៅដល់សិទ្ធិសញ្ញាបារាំងនៅក្នុងឆ្នាំ1904 1907ទៅទៀតអញ្ចឹងវាធ្វើឲ្យប្រវត្តិសាស្ត្រហាក់ដូចជាត្រឡប់ក្រោយទៅរឿងទៅដល់ចង់ទៅដោយរបៀបបុព្វកាលអ្នកណាមានកម្លាំងចង់ធ្វើអីក៏បានប៉ុន្តែនៅក្នុងលក្ខណៈបច្ចុប្បន្នវាផ្ទុយដោយសារយើងមានអង្គការសហប្រជាជាតិមានសមាជិកនៃបណ្ដាប្រទេសផ្សេងទៀតក្នុងការទប់ស្កាត់រក្សាការពារនៅអធិបតេយ្យជាតិរបស់ប្រទេសមួយការពារនៅបូរណភាពទឹកដីតាមរយៈយន្តការអន្តរជាតិជាច្រើនដូច្នេះដោយលោកពូមានប្រសាសន៍អញ្ចឹងរឿងយន្តការដែលយើងឃើញសំខាន់បំផុតដែលយើងអត់ឃើញរដ្ឋាភិបាលយកមកប្រើក្នុងគណៈដែលឆ្នាំ2008ក៏យើងមានចំនួននៅក្នុងរឿងព្រះវិហារដែរប៉ុន្តែរដ្ឋាភិបាលពេលនោះបានធ្វើការដាក់ប្តឹងទៅតុលាការ ICJ តុលាការយុត្តិធម៌អន្តរជាតិហ្នឹងគេបានដោះស្រាយគេបានចេញសេចក្តីសម្រេចមួយឲ្យកម្ពុជាយើងឈ្នះក្តីនេះជារឿងល្អមែនទែនហើយរដ្ឋាភិបាលនៅពេលនេះមិនក៏មិនប្រើនៅវិធានការទាំងអស់ហ្នឹងដើម្បីយកមកការពារប្រទេសយើងជិះជាងយើងទៅប្រើកម្លាំងកងទ័ពបងប្អូនកងទ័ពយើងណាធ្វើឲ្យរបួសស្លាប់ជាច្រើនរូបធ្វើឲ្យពលរដ្ឋរបួសស្នាមណាបាត់បង់ជីវិតហើយត្រូវបានខាងភាគីថៃរំកិលចូលមកកម្ពុជាទៅទៀតអញ្ចឹងវាជារឿងដែលសំខាន់ដែលយើងមើលឃើញថាមិនមែនរដ្ឋាភិបាលបច្ចុប្បន្នអត់ធ្លាប់ធ្វើកិច្ចការងារការពារជាតិទេធ្វើដែរហេតុអីកលៈទេសៈហ្នឹងក៏មិនធ្វើទៅតាមដោយដែលអ្វីដែលធ្លាប់ធ្វើកន្លងមកខ្ញុំជឿថាមានមនុស្សច្រើនដែលក៏គិតអញ្ចឹងដែរជាទស្សនៈត្រឹមត្រូវត្រឹមត្រូវមែនតើខ្ញុំយល់ថាកិច្ចព្រមព្រៀងឬក៏អ្វីមួយក៏ដោយបើយើងជាម្ចាស់ផ្ទះឬម្ចាស់ខ្លួនមិនគោរពខ្លួនឯងហើយយើងមិនអាចប្រាប់ទៅអ្នកដទៃឲ្យគោរពយើងបានទេបាទជាពិសេសនៅពេលដែលគេមានអំណាចគេខ្លាំងជាងយើងគេអត់ព្រមស្មើជាមួយយើងទេថៃខ្ញុំនិយាយនេះមិនមែនគ្រប់គ្រងថៃទេប៉ុន្តែថៃវាមិនចង់បាត់អ្វីវា nothing to lose បានន័យថាគេមិនចង់បាត់បង់អ្វីទេតែគេចង់បានអ្វីគឺថាគេត្រូវតែទាយកហើយបាទនៅពេលដែលគេគិតថាគេអាចទាយកបានគេមានអំណាចទាយកបាទដោយមិនគោរពច្បាប់អន្តរជាតិអីទេលុះត្រាតែយើងខ្លួនឯងហ្នឹងគោរពច្បាប់អន្តរជាតិដែរបាទទាំងអន្តរជាតិទាំងច្បាប់រដ្ឋធម្មនុញ្ញដែលយើងមានបាទនៅពេលដែលយើងគិតថាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសអស់សុពលភាពដូចខ្ញុំបាននិយាយពីមុនគឺយើងអត់ចង់យកវាមកប្រើទេនៅពេលដែលយើងនិយាយរួចនេះហើយអង់គ្លេសថា contradict អញ្ចឹងប្រជាពលរដ្ឋខ្មែរត្រូវតែធ្វើយ៉ាងណាជំរុញឲ្យរដ្ឋាភិបាលហ្នឹងយើងមានកាតព្វកិច្ចជាប្រជាពលរដ្ឋសកម្មគឺយើងអាចជំរុញឲ្យរដ្ឋាភិបាលហ្នឹងលើកយកកិច្ចព្រមព្រៀងទោះបីយើងបាននិយាយពីដើមមកថាអស់សុពលភាពក៏ដោយយើងលើកយកកិច្ចព្រមព្រៀងហ្នឹងទៅប្តឹងនៅអន្តរជាតិទី1ប្តឹងទៅសហប្រធានអាស៊ានដែលមានប្រទេសបារាំងនិងឥណ្ឌូនេស៊ីហើយនឹងលើកយកហេតុផលនេះទៅប្តឹងទៅជំរាបដល់អង្គការសហប្រជាជាតិនិងប្តឹងអំពីចំនួនដែនដីដែលត្រូវបានថៃរំលោភទាំងគិតទាំងខ្ញុំនិយាយទៅគឺទាំងកោះពុតជាដើមហ្នឹងគឺទៅ ICJ បាទទៅតុលាការយុត្តិធម៌អន្តរជាតិដើម្បីដោះស្រាយយើងអត់ប្តឹងផងគេអត់អាចដោះស្រាយយើងទេនៅពេលដែលយើងអត់ប្តឹងត្រឹមត្រូវហើយអញ្ចឹងទី1យើងត្រូវតែប្តឹងហើយបើសិនជាត្រង់នេះខ្ញុំបន្ថែមពូតិចដែរវាដូចជាផ្ទះយើងនៅជាប់របងគ្នាអញ្ចឹងបើគេរំលោភចូលដីយើងហើយយើងម្ចាស់ផ្ទះនេះយើងអត់ប្តឹងអញ្ចឹងគេចេះតែមកទៀតណាអញ្ចឹងអាជ្ញាធរគេមិននឹងមានសិទ្ធិទៅលូកដៃធ្វើអីបានមិនអញ្ចឹងអញ្ចឹងវាតតែយើងនឹងអ្នករងគ្រោះ
យើងមានបណ្ដឹងជាផ្លូវការលីលាក់អសរភ្ជាប់ផោះតាងភ្ជាប់រូបភាពដែលគេរំកិលដែលគេបំពេញមកហ្នឹងទៅឲ្យសមត្ថកិច្ចរបស់គេទៅគេអនុវត្តហ្នឹងយើងសង្ខេបខ្លីដើម្បីឲ្យពលរដ្ឋគាត់លោកងាយយល់ចឹងរឿងប្រទេសដោយដែលលពូមានប្រសាសន៍ដូចគ្នាចឹងលពូអាចបន្តក្នុងចំណុចហ្នឹងទៀតបាទអញ្ចឹងបានថាយើងត្រូវតែជំរុញឲ្យប្តឹងជំរុញរហូតដល់ប្តឹងទៅអង្គការអន្តរជាតិនេះដូចខ្ញុំបាននិយាយចឹងជាពិសេសទៅ ICJ អីហ្នឹងគឺថាអំពីស្ថានភាពចំនួនព្រំដែននិងការរំលោភអធិបតេយ្យភាពរបស់យើងនេះជាការរំលោភយ៉ាងជាក់ស្ដែងយើងមានឯកសារគ្រប់គ្រាន់យើងមានភស្តុតាងគ្រប់គ្រាន់នៃការរំលោភនេះបាទថៃគេតែងតែលើកយកដាក់ខ្លួនគេថាជាជនរងគ្រោះនៅពេលដែលគេរំលោភកម្ពុជាគេថាកម្ពុជាជា aggressor ជាអ្នកឈ្លានពានបាទយើងឃើញថាការនិយាយកុហករបស់ថៃនេះគឺថាមាននៅខ្មែរយើងទេដែលដឹងភាគច្រើនតែហេតុអីបានជាខ្ញុំនិយាយអញ្ចឹងព្រោះថាអន្តរជាតិគេធ្លាប់គេមានមិត្តភ័ក្តិជិតស្និទ្ធជាមួយថៃគេជាមានប្រយោជន៍ផ្សេងៗមួយថៃមានប្រយោជន៍ជាមួយថៃច្រើនហើយថៃគេមានតំណែងតំណងការទូតជាមួយប្រទេសអស់នឹងច្រើនតំណែងតំណងសេដ្ឋកិច្ចជាមួយប្រទេសអស់នឹងច្រើនចំណែកយើងបញ្ហាមួយដែលអន្តរជាតិគេអត់សូវចោលអារម្មណ៍ហ្នឹងនឹងអ្វីដែលយើងនិយាយពេលដែលយើងនិយាយការពិតហ្នឹងមកពីយើងបិទទី1គឺយើងបិទព័ត៌មានឯករាជ្យព័ត៌មានដែលនិយាយការពិតយើងទុកតែព័ត៌មានពិធីសារលើកជើងបាទហើយដល់អញ្ចឹងទៅគេដឹងគេតែងតែចោទព័ត៌មានខ្មែរហ្នឹងថាជាជំរុកនៃព័ត៌មានคล้ายៗគេថា the factory of fake news អញ្ចឹងណាដល់អញ្ចឹងគេអត់ជឿហើយនៅពេលដែលយើងនិយាយការពិតគឺគេអត់ជឿហើយនៅពេលដែលយើងព្យាយាមគ្រប់បែបយ៉ាងគឺថាទី1បណ្ដាញព័ត៌មានជាភាសាអង់គ្លេសយើងអត់សូវមានចំណែកថៃគេមានforeign correspondent គេមានសារព័ត៌មានធំនៅក្នុងប្រទេសថៃអញ្ចឹងពេលមានបញ្ហាគឺគេដឹងភ្លាមហើយយើងអត់ឲ្យគេចូលហើយដល់ពេលមានបញ្ហាគឺថាវាពិបាកក្នុងការគៀងកគេឲ្យចូលមកដើម្បីបង្ហាញការពិតដែលកើតឡើងហើយលើសពីនេះទៅទៀតនោះគឺថាយើងបាននៅតែបំបិតព័ត៌មានពិតយើងឃើញហើយអ្នកដែលរាយការណ៍ព័ត៌មានពិតត្រូវបានគេចាប់គម្រាមកំហែងអីជាដើមនៅតែមិនឲ្យផ្សាយដោយរឿងកើតបញ្ហាកើតនៅតលដែរនៅភូមិជោគជ័យនៅស្អីជាដើមហ្នឹងគឺថាគេឲ្យប្រជាជនរក្សាភាពស្ងប់ស្ងៀមស្ងាត់ស្ងៀមអីចឹងរហូតដល់ថៃចូលមកដាក់បន្លាលួសឲ្យបាញ់ក្របបែកផ្សែងក្របបែកកស៊ូអីហ្នឹងក្របកស៊ូអីហ្នឹងធ្វើឲ្យរបួសដល់ព្រះសង្ឃដល់អ្នកតវ៉ារហូតដល់ទាហានមួយចំនួនទៀតបាទដូច្នេះកន្លែងនេះគឺធ្វើឲ្យគេមើលឃើញនៅភាពកំសោយនៃការការពារប្រទេសនៃមេដឹកនាំកម្ពុជាបច្ចុប្បន្នចំណុចពីភាពកំសោយនេះអាចជាបញ្ហាផងទេពីព្រោះថាអន្តរជាតិគេធ្លាប់ស្នើគេធ្លាប់មើលឃើញយើងមើលឃើញតាំងពីការរំលាយនៅគណៈបកប្រឆាំងមួយអាហ្នឹងគឺកម្ពុជាខ្លួនឯងមេដឹកនាំកម្ពុជាខ្លួនឯងហ្នឹងគេថា break rule ដែលយើងមាននៅក្នុងទាំងថាកិច្ចព្រមព្រៀងគេចែងនៅក្នុងរដ្ឋធម្មនុញ្ញទៅចុះអញ្ចឹងមាននៅក្នុងរដ្ឋធម្មនុញ្ញហើយក៏មានការធ្វើវិសោធនកម្មកែចុះកែឡើងមកដល់សោធនកម្មលើកទី11ចុងក្រោយទៅរឿងលុបរឿងចិញ្ចៀតទៅទៀតអាហ្នឹងមួយហើយរឿងដែលគេមើលឃើញរំលោភបំពានប្រជាធិបតេយ្យដែលលោកពូមានប្រសាសន៍ហ្នឹងទៅលុបគណៈបកប្រឆាំងដ៏មានសក្តានុពល2017បន្ទាប់មកចាប់ផ្ដើមគេហៅថាបង្ក្រាបទៅលើសារព័ត៌មានសេរីដូចជាវិទ្យុអស៊ីសេរីត្រូវបានបិទភ្នំពេញប៉ុស្តិ៍ The Cambodia Daily នៅក្នុងប្រទេសចុងក្រោយមកដល់ VOD มันអាចផ្សាយក្នុងប្រទេសបានទៀតហើយនៅមានការបង្ក្រាបបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្នដោយមានសកម្មជននយោបាយសកម្មជនសង្គមនានាទាំងសកម្មជន$23មានលោកប្អូនស្រុនស្រននេះជាដើមកំពុងតែនៅក្នុងឃុំ 3-4 នាក់នៅក្នុងឃុំខាងសកម្មជន$23ហ្នឹងហើយនឹងសកម្មជនមេដាធម្មជាតិហើយនឹងអ្នកនយោបាយជាច្រើនដែលគេមើលឃើញរូបភាពរបស់រដ្ឋាភិបាលកម្ពុជាយើងនឹងរំលោភសិទ្ធិមនុស្សរំលោភសិទ្ធិនយោបាយសិទ្ធិ
ចូលរួមនៅក្នុងសង្គមជាដើមដែលរដ្ឋធម្មនុញ្ញនឹងអនុញ្ញាតឲ្យគេធ្វើហើយរដ្ឋាភិបាលនៃបណ្ដាប្រទេសលោកសេរីគេតែងទទូចចេញរបាយការណ៍ស្ទើររាល់ឆ្នាំហើយគេទទូចឲ្យដោះស្រាយបញ្ហាហ្នឹងយើងខ្លួនឯងនៅក្នុងប្រទេសហ្នឹងគឺអាចដោះបានហើយខ្ញុំមើលឃើញនេះហើយជាមូលហេតុនៃធ្វើឲ្យកម្ពុជានឹងធ្លាក់កំសោយការបែកបាក់ជាតិការដំណើរការប្រជាធិបតេយ្យវាคล้ายទៅជាបៃលុកបៃឡចង់ឲ្យអ្នកណាបកណាប្រកួតឲ្យបានឲ្យមិនឲ្យបានមានសិទ្ធិរំលាយគេចោលអញ្ចឹងបកណាដែលគិតថាខ្សោយឲ្យចេះតែមានទៅបកច្រើនប៉ុន្តែអាគុណតម្លៃនៃការប្រកួតហ្នឹងវាអត់ខ្លាំងតែឃើញខ្លាំងរំលាយចោលដោយសង្គ្រោះជាតិអញ្ចឹងបាទពេលអញ្ចឹងវាស្មើនឹងការបិទសម្លេងរបស់ពលរដ្ឋហើយអន្តរជាតិគេមើលឃើញដូចគ្នាដល់អញ្ចឹងគេឃើញថាឥឡូវយើងពៀវនេះអន្តរជាតិជួយប៉ុន្តែអន្តរជាតិគេស្នើយើងវិញយើងអត់ដែលស្ដាប់ទេឥឡូវបើបញ្ហាវិវាទជាមួយប្រទេសគេខ្លាំងជាងយើងហៅអន្តរជាតិជួយយើងវិញអញ្ចឹងវាជាបញ្ហាដំណើរការមួយដែលវាអាចធ្វើឲ្យអន្តរជាតិគេទំនងជានឹងមិនពេញចិត្តជាមួយនឹងកម្ពុជាដោយសារតែរដ្ឋាភិបាលខ្លួនឯងនឹងដើរខុសផ្លូវដោយសារខ្លួនឯងផ្ដល់សច្ចាប័នលើអនុសញ្ញាកតិកាសញ្ញាជាច្រើនស្ដីពីសិទ្ធិមនុស្សយកមកអនុវត្តនៅក្នុងប្រទេសយើងអត់គោរពគោលការណ៍ប្រជាធិបតេយ្យជាច្រើនដែលយើងមើលថាមិនមែនជារឿងអនុវត្តដោយសេរីទេខ្ញុំជឿជាក់ថាបញ្ហារបស់ប្រទេសយើងពលរដ្ឋរួមទាំងបងប្អូនលោកអ្នកនាងដែលបានតាមដានបញ្ហាសង្គមសិតសឹងតែដឹងគ្រប់គ្នាហើយអញ្ចឹងដំណោះស្រាយរបៀបម៉េចឥឡូវដូចខ្ញុំសម្រាប់ជាទស្សនៈខ្ញុំហើយលោកពូចាំជូនតាមក្រោយខ្ញុំមើលឃើញចេះវិញបញ្ហារបស់ជាតិរឿងសំខាន់ឥឡូវនេះយើងមានវិវាទជាមួយនឹងប្រទេសជិតខាងហើយជាពិសេសប្រទេសថៃនឹងដើម្បីឲ្យខ្លួនយើងខ្លាំងខ្ញុំគិតថាមានតែការងាកមកបង្រួមគ្នាវិញទេពីព្រោះសង្គមប្រជាធិបតេយ្យវាគ្មានទស្សនៈដូចគ្នាទេមិនចឹងលោកពូវាដូចផ្កាចម្រុះពណ៌អញ្ចឹងវាមានផ្កាណាល្អផ្កាណាអន់នៅទស្សនៈហ្នឹងវាដូចគ្នាអ្នកខ្លះយល់មើលឃើញផ្សេងអញ្ចឹងមេដឹកនាំប្រទេសគួរតែបើកចិត្តទូលាយហ៊ានទទួលយកនៅទស្សនៈទាំងឡាយដែលផ្ទុយពីខ្លួនមិនមែនគេផ្ទុយពីខ្លួនចោតប្រកាន់ចាប់គម្រាមកំហែងវាយដំអីចឹងទេប្រើហិង្សាអីចឹងទេអាហ្នឹងមិនមែនប្រទេសប្រជាធិបតេយ្យទេមានតែប្រទេសកុម្មុយនីសឬក៏ប្រទេសផ្ដាច់ការទេដែលគេធ្វើខ្ញុំក៏មើលឃើញដូចក្មួយហើយក៏ក្នុងនេះខ្ញុំគ្រប់គ្រងនៅអ្វីដែលក្មួយបានលើកឡើងវាជាការពិតណាស់ដើម្បីឲ្យយើងបានឲ្យប្រទេសយើងបានខ្លាំងយើងឃើញហើយប្រទេសអ៊ីស្រាអែលតូចជាងប្រទេសខ្មែរយើងឆ្ងាយណាស់ប៉ុន្តែសិង្ហបុរីក៏អញ្ចឹងដែរលោកពូគេខ្លាំងហ្នឹងគឺថាដោយសារតែគេមានការរួបរวมដោយសារតែមានការគោរពច្បាប់ដ៏ត្រឹមត្រូវប្រទេសខ្មែរដូចគ្នាដែរយើងអាចខ្លាំងបានយើងធ្លាប់ជាប្រទេសខ្លាំងប្រជាជនដែលមានមោទនភាពជាតិមានសកាជាតិខ្ពស់ដូច្នេះយើងអាចកសាងប្រទេសយើងជាប្រទេសមួយដែលមានប្រជាជនខ្លាំងនិងប្រទេសដែលខ្លាំងសេដ្ឋកិច្ចខ្លាំងព្រោះថាដោយលោកក្មួយបានលើកឡើងអំពីកាតព្វកិច្ចរបស់អន្តរជាតិបសហគមន៍អន្តរជាតិក្រៅពីរៀបចំឲ្យមានការបោះឆ្នោតហ្នឹងគឺថាគេមានកាតព្វកិច្ចជួយអភិវឌ្ឍឃ្លាំមើលនិងជួយអភិវឌ្ឍនៃដំណើរការសេដ្ឋកិច្ចទៅថ្ងៃខាងមុខនៃប្រទេសកម្ពុជាអញ្ចឹងហើយបានជាប្រទេសសហគមន៍អន្តរជាតិហ្នឹងគេផ្ដល់ជាជំនួយអភិវឌ្ឍហើយយើងឃើញហើយក្រោយការបោះឆ្នោតគឺមានអង្គការក្រៅរដ្ឋាភិបាលស្អីឆ្កាស់រាប់ពាន់ដែលគេចំណាយលុយដើម្បីបង្កើតជាអង្គការហ្នឹងដើម្បីជួយពេញប្រទេសកម្ពុជាបាទដូច្នេះខ្ញុំគិតថាដើម្បីឲ្យប្រទេសកម្ពុជារួចផុតពីការមើលងាយពីការលុកលុយឈ្លានពានរបស់ស្ត្រូវចិត្តខាងបាទទាំងខាងកើតទាំងខាងលិចហ្នឹងគឺយើងត្រូវតែបង្រួបរួមធ្វើយ៉ាងណាខ្ញុំបាននិយាយពីមុនជាហោហែមកហើយដែរពីរាល់ឆ្នាំមកគឺធ្វើយ៉ាងណាមានការរួបរวมគ្នាបាទបង្រួមឲ្យមានលទ្ធិប្រជាធិបតេយ្យសេរីពហុបកខ្ញុំចង់លើកឡើងពាក្យសេរីពហុបកនឹងឲ្យបានច្បាស់មិនមែនត្រឹមតែលទ្ធិប្រជាធិបតេយ្យទេក្រៅនៅក្នុងកិច្ចព្រមព្រៀងក៏មានចែងថាសេរីពហុបកគឺមិនមែនបង្កើតជាពហុបកគ្រាន់តែបង្កើតពីការល្អទេគឺថាពហុបកដែលជាបកមានគុណភាពដែលជាបកត្រឹមត្រូវដែលកើតឡើងដោយឆន្ទៈពលរដ្ឋបាទយើងឃើញហើយ
ការដែលយើងមានបពប្រឆាំងដ៏រឹងមាំគឺធ្វើឲ្យយើងមានការពិវត្តពីមុនការរំលាយគណៈបកសង្គ្រោះជាតិគឺថាយើងអត់សូវមានអំពើពុករលួយដល់ខ្លាំងបន្ទាប់ពីរំលាយគណៈបកសង្គ្រោះជាតិទេក្រោយពេលរំលាយគណៈបកសង្គ្រោះជាតិគឺថាគេជិះសេះលេងដៃតែម្ដងគឺថាយើងឃើញអុកញ៉ាដែលកើនឡើងស្អីឆ្កាស់ហ្នឹងគឺថាលក់ជាតិចម្រាញ់យកលុយកេងប្រវាញ់ពីប្រជាជនក្រីក្រប្រជាជនសាមញ្ញហ្នឹងតែម្ដង3-400លានក្នុងម្នាក់ហើយมันមានការដោះស្រាយទៀតបាទដូច្នេះហើយដែលធ្វើឲ្យយើងបែកបាក់បាទធ្វើឲ្យយើងខ្សោយយើងរត់ទៅធ្វើការនៅប្រទេសថៃដែលធ្វើឲ្យថៃនឹងមើលងាយយើងបាទដូច្នេះការរួបរวมនេះគឺសំខាន់ការរួបរวมលុះត្រាតែទី1គឺដោះលែងសកម្មជនបាទនយោបាយមានលោកថច្សិថាលោកកឹមសុខានិងសេងធីរីនិងថ្មីច្រើនទៀតទៅច្រើនណាស់បាទគឺចាប់ជាបន្តអ្នកខ្លះត្រឡប់ពីជប៉ុនវិញត្រូវបានគេចាប់ដូចជាគណៈបកសេងចន្ទធីលោកសេងកម្លាំងជាតិបាទគណៈបកឆន្ទៈខ្មែរអីជាដើមចាប់បានថ្មីនេះដូច្នេះខ្ញុំឃើញថាបើមិនដោះលែងពួកគេទេយើងមិនអាចនឹងមានការរួបរวมជាតិបានទេទី1គឺដោះលែងពួកគេមានទាំងសកម្មជនបរិស្ថានទាំងមេដាធម្មជាតិឬក៏សកម្មជននៃការពារព្រៃឈើផ្សេងហើយដោយតែលោកក្មួយបានមានប្រសាសន៍ហើយដូចជាលោកសរុនស្រនផឹងសភានិងសានសិទ្ធដែលជាអ្នកបណ្ដោះបណ្ដាលអំពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសហើយដែលប្រើមតិតខ្លួនក្នុងការបញ្ចេញមតិទៅលើ CLV ដែលរដ្ឋាភិបាលហ្នឹងបានយល់ស្របលុបចោលទៅហើយហេតុអីបានជាបន្តឃុំខ្លួនពួកគេទៅទៀតដូច្នេះខ្ញុំថាបើសិនជារដ្ឋាភិបាលមិនដោះលែងពួកគេទេយើងមិនអាចនឹងមានការរួបរวมគ្នាដោយសន្តិចិត្តឲ្យបានយើងមិនអាចបង្ខំឲ្យប្រជាជននឹងរួបរวมគ្នាបានទេបាទយើងត្រូវតែឲ្យមានគណៈបកប្រឆាំងឡើងវិញឲ្យមានគណៈកម្មការបោះឆ្នោតដែលអព្យាក្រឹតបាទទាំងអស់នេះខ្ញុំជឿថាប្រជាជនខ្មែរសប្បាយចិត្តនឹងរួបរวมអន្តរជាតិទៅគេចង់ពេញចិត្តនឹងជួយដែរបាទគេអត់ចង់ឲ្យមានវិបត្តិកើតឡើងនៅតំបន់ណាមួយទេជាពិសេសប្រទេសខ្មែរវាតាក់ទងនឹងភូមិសាស្ត្រនយោបាយទៅទៀតនៅសមុទ្រចិនខាងត្បូងជាដើមគេចង់ឲ្យមានសុវត្ថិភាពនៅក្នុងពិភពលោកយើងឃើញហើយឥឡូវនេះសង្គ្រាមវាបានកើតឡើងនៅមជ្ឈិមប្រទេសនៅអ៊ុយក្រែននៅអាហ្វ្រិកបាទគេឈឺក្បាលហើយការងើបការរើបំរាស់នៃប្រជាជនដែលទទួលរងនៅភាពអយុត្តិធម៌កំពុងតែរីកដុះដាលយើងឃើញហើយនៅបង់ក្លាដេសនៅនេប៉ាល់នៅហ្វីលីពីននៅឥណ្ឌូនេស៊ីនៅពេលដែលគេមើលឃើញថារដ្ឋាភិបាលពុករលួយអីជាដើមអយុត្តិធម៌គេងើបឡើងតបខ្ញុំជឿថាបើរដ្ឋាភិបាលមិនគិតគូរដោះស្រាយបញ្ហាដែលយើងបានលើកឡើងមុននេះទេខ្ញុំជឿថាប្រជាជនខ្មែរក៏មានការអត់ធ្មត់មានកម្រិតបាទដូច្នេះជៀសវាងការងើបរើបំរាស់ឬក៏ប្រឆាំងបែបនេះគួរតែកែប្រែបាទរបៀបដឹកនាំបាទហើយដោយតែយើងបានលើកឡើងពីមុនអញ្ចឹងគឺថាធ្វើម៉េចឲ្យមានលទ្ធិប្រជាធិបតេយ្យសេរីពហុបកការគោរពសិទ្ធិបញ្ចេញមតិនិងសិទ្ធិមនុស្សជាដើមហ្នឹងក៏ឲ្យបានត្រឹមត្រូវដោយដែលយើងទទួលស្គាល់យើងប្រកាសជាឧឡារិកនៅក្នុងកិច្ចព្រមព្រៀងហើយក៏យើងបានសរសេរនៅក្នុងច្បាប់រដ្ឋធម្មនុញ្ញដែរបាទនេះជាយោបល់របស់ខ្ញុំបាទអរគុណច្រើនលោកពូបានចំណាយពេលហើយផ្ដល់នៅខ្លឹមសារសំខាន់ជាច្រើនទៅដល់បងប្អូនដែលបានតាមដាននិងស្ដាប់កម្មវិធី podcast របស់អង្គការប្រជាធិបតេយ្យខ្មែរ KDO ដែលយើងដាក់ថាតោះយើងនិយាយរឿងជាតិអញ្ចឹងពូបានលើកជាច្រើនសិតសឹងតែជាគុណតម្លៃហើយខ្ញុំជឿជាក់ថាទាំងខ្ញុំទាំងលោកពូគឺយើងគ្មានចង់បានអីគ្មានចង់ឃើញអីក្រៅពីភាពរីកចម្រើននៅក្នុងប្រទេសកម្ពុជាយើងទេយើងមិនស្អប់នៅគណៈបកកាន់អំណាច
ឬក៏ស្រឡាញ់នៅគណៈបកប្រឆាំងគឺយើងមិនមានគោលបំណងបែបហ្នឹងទេអ្វីទាំងអស់គឺយើងចង់ឲ្យមានការចូលរួមសកម្មនៅក្នុងបញ្ហាប្រទេសជាតិទាំងអស់គ្នាអញ្ចឹងអ្វីដែលយើងបកស្រាយនៅពេលនេះខ្ញុំជឿជាក់ថាលោកស្រីបងប្អូនដែលកំពុងបានតាមដាននៅក្នុងកម្មវិធី podcast របស់ KDO នេះនឹងអាចយកជាសម្ដាប់និងធ្វើការពិចារណាហើយសូមជាពិសេសទៅដល់ថ្នាក់ដឹកនាំនយោបាយកម្ពុជាដែលមានឥទ្ធិពលមានអំណាចសូមមេត្តាងាកគិតបញ្ហារបស់សង្គមបញ្ហារបស់ជាតិជាធំដើម្បីឲ្យឈានទៅរកដំណោះស្រាយមួយដែលឲ្យជាតិយើងខ្លាំងឲ្យជាតិយើងរឹងមាំទើបយើងអាចតតាំងជាមួយនឹងអ្នកជិតខាងបានរឹងមាំហើយយើងក៏មិនត្រូវបន្តនៅក្នុងការពឹងផ្អែកទៅលើបរទេសណាមួយដែរដូចយើងមើលឃើញស្រាប់ហើយការពឹងផ្អែកយើងយកបង្អែកនៅពេលដែលយើងមានបញ្ហាមិនមែនគេចេះតែជួយយើងបានភ្លាមៗដូចខ្មែរយើងជួយគ្នានោះទេអញ្ចឹងមានតែយើងរឹងមាំនឹងឯងដែលយើងរួបរวมគ្នានឹងឯងដែលលោកពូមានប្រសាសន៍អញ្ចឹងបានយើងខ្លាំងក្លាអញ្ចឹងខ្ញុំសូមបញ្ជាក់ថា podcast ភាគទី3យើងសូមបញ្ចប់ត្រឹមប៉ុណ្ណឹងហើយនឹងភាគទី4យើងនឹងអញ្ជើញវាគ្មិនជាដៃគូសន្ទនាណាអាចតែខ្ញុំឬក៏សមាជិករបស់អង្គការប្រជាធិបតេយ្យខ្មែររូបណាទៀតដើម្បីចូលរួមក្នុងកម្មវិធីនេះបន្តអញ្ចឹងខ្ញុំបាទសូមអរគុណនិងសូមជម្រាបលាសូមជូនពរទៅដល់លោកអ្នកនាងនិងបងប្អូនទាំងអស់ជួបតែសំណាងល្អនិងសុខភាពល្អគ្រប់ពេលវេលាបាទសូមអរគុណ